បងខឹងរឿងចឹងយល់តែមិនមានចាក់បងប្រុសបងចឹងយល់ខ្ញុំអត់ឲ្យខ្លួនឯងនិយាយមិនតាមឯដល់ទួនបងប្រុសខ្ញុំអោបខ្ញុំចុយម្លាយវាយខ្ញុំហៅវាយខ្ញុំចាក់ពីក្នុងហាងអូសទៅហ្មងវាហៅវាយខ្ញុំពេលដែលខ្ញុំវាអីកែវទេវាហៅវាយខ្ញុំតែបងប្រុសខ្ញុំកាងខ្ញុំពេលកាងខ្ញុំវាចាក់បងប្រុសខ្ញុំយល់ពេលចាក់បងប្រុសខ្ញុំមិនចាក់អីហ្នឹងបងប្រុសខ្ញុំមិនកើតគាត់អោបខ្ញុំខ្ញុំអត់ចុយម្លាយដល់ខ្លួនតើហូតដល់អីបងច្រកអត់ឥឡូវបងចាក់រត់ចេញពីក្នុងហាងហ្នឹងហ្មងចាក់តាំងពីក្នុងហាងហ្មងចាក់បងសបងខ្ញុំបងស្រមកខ្ញុំអោបខ្ញុំពេលដែលខ្ញុំស្វឹងណាបងឈាមខ្ញុំហេតុអីបានភៀវចូលហ្នឹងគេស្វឹងទីទួយគេបាយកែវមិនបាយកែវទេកែវជួហ្នឹងហេតុអីបានហែងយកកបិតចាក់គេ3 4កបិតមានសិទ្ធិគេបានចាក់គេចាក់ញៀវយល់អត់តែចាក់ប៉ះខំមនុស្សហើយចាចុះបើគេព្រមដោះស្រាយជាសំណងអត់ទេម៉ែអើគេអត់មានសំណងទេម៉ែអើគេអត់មានសំណងទេលុយគេចាយពេញដៃម៉ែយើងគាត់ចាយហ្មងអត់ត្រូវការសំណងទេឲ្យគ្រួសារគេដាក់វាមិនខ្ញុំអត់ដឹងទេតែគ្រួសារគេមិនចាយទេជឿទេបង3កបិតគ្រួសារគេឥឡូវគេគាត់សង្គ្រោះមិនទាន់នៅពេលនេះសុំមិនទាន់គេពុកកាច់ទៅហៀងឡូឡាមិនស្អីពេលខ្លះសបងហៀងឡូឡានេះវាដេញពុនទៅក្រៅវាយពុននេះទៀតអូដេញពុនឡើងមកក្រៅហើយពុននេះទៀតពេលបងប្រុសខ្ញុំគាត់ទៅវាពេលសាក់សក់ហ្នឹងវាវាឆ្លួយបងខ្ញុំលេងឆ្លួយវិញវាយកចាក់កបិតចាក់3កបិតចាំពោះឡើងឈាមចាក់100ឈាមរហូតវិញខ្លួនហ្មងឥឡូវបើមានអីសំណងពណ៌ទៅសមាជិកឯងខ្ញុំសុំសំណងពរមកតិចហៅមុខអាម្នាក់នេះបានព្រោះដោយសារខ្ញុំមិនអស់ចិត្តទេព្រោះចាក់បងខ្ញុំ3កបិតបែរក៏យល់ហើយមនុស្សណាដែលចាក់មិនឈឺសួរថាចាក់មិនឈឺចឹងសុំជូនពរឲ្យសមាជិកថារកគាត់ឲ្យបានមកគុំធ្វើបុគ្គលិកគេហើយកុំធ្វើចរិតចឹងទិញ1បាន2ទិញ2បាន4ចំណាយលុយទិញតែមួយមុខតែបានផលិតផល2មុខក្នុងប្រអប់តែមួយមុខ LN version ថ្មីធានាគុណភាពល្អជាងមុនទ្វេដងមានជាមួយនឹងឈុតយកព្យាបាលមានជាមួយនឹងលេយប់មានជាមួយនឹងសេរ៉ូមហ្វូមលាងសម្អាតស្បែកមុខអ្នកដែលគាត់មានបញ្ហាមុខមុនមុខស្នេហ៍មុខជាប់អាចរុយស្ដាងសរសៃក្រហមរោគអេឡែកស៊ីគឺជួយព្យាបាលបាត់ទាំងអស់និងមានជាមួយនឹងឈុតថ្ងៃការពារការរលាកស្បែកមុខពីកម្ដៅថ្ងៃនិងជួយចិញ្ចឹមបំពន់លាបទៅស្បែកមុខរបស់យើងសភ្លឺថ្លាម៉ត់ឲ្យលងចាញ់ដូចកញ្ចក់បងប្អូនចំណាយលុយទិញតែមួយមុខទទួលបានផលិតផល2មុខក្នុងប្រអប់តែមួយមានថែមជូនគ្រីមបំពន់ចិញ្ចឹមស្បែកមុខរូបមន្តមកពីប្រទេសកូរ៉េប្រើមិនត្រូវធានាបដូរលុយជូនវិញគ្រប់ចំនួនទោះពីបាទភាគីម្ខាងជាសន្តិសុខដែលបាទភាគីម្ខាងជាបងប្អូនអះអាងថាចាក់ចំនួន3កំបិតបណ្ដាឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីបាទឥឡូវនេះការទុកមិនសុខចិត្តបាទកំពុងតែធ្វើការតវ៉ានិងស្នើសុំសំណូមពរដល់សមាជិកឲ្យធ្វើការស្រាវជ្រាវឈានទៅដល់ការខាត់ខ្លួនសន្តិសុខជាជនដៃដល់ដែលបានប្រើប្រាស់អំពើហិង្សាយកកំបិតចាក់ទៅលើបងប្រុសរបស់គាត់ឲ្យរងរបួសធ្ងន់នេះនៅផាប់មួយកន្លែងប្រជាជនស្ថិតតាមម្ដងផ្លូវបាន30ម៉ែត្រសកាត់បាទព្រៃសរខណ្ឌដង្កោរាជធានីភ្នំពេញតែម្ដងប្រជាជននេះភោជនីយដ្ឋានដែលបាទបង្កដល់ត្រូផាប់បាទដល់ត្រូផាប់នេះតែម្ដងប្រជាជនអ្វីដែលគាត់ជាភៀវបានចូលមកលេងកម្សាន្តតែយើងមិនទាន់ដឹងថាផ្ដើមមកពីរឿងអ្វីនោះទេបង្កទៅជាចំនួនចាក់គ្នាតែម្ដងនេះយើងទទួលបានព័ត៌មានតែម្ខាងពីភាគីម្ខាងដែលជាភៀវតែភាគីបាទខាងម្ចាស់ហាងគឺយើងមិនទាន់បានទទួលបានព័ត៌មាននិងភាគីខាងសន្តិសុខក៏យើងទទួលបានព័ត៌មានដែរបាទប្រជាជនឥឡូវនេះកំពុងតែមានការផ្គាប់អាវខ្លាំងមែនទែននៅវេលាម៉ោងបាទ4កន្លះជាងតែម្ដងប្រជាជននៅកាត់ហេតុគឺម៉ោង3ជាងបាទបន្ទាប់ពីកាត់ហេតុហើយបាទក្រុមគ្រួសាររបស់គាត់បាទយកបងប្រុសរបស់គាត់ទៅសង្គ្រោះបន្ទាន់ដោយឃើញស្ថានភាពធ្ងន់ធ្ងរការទុកមិនសុខចិត្តក៏ធ្វើការឈរបាទមិនសុខចិត្តនៅមុខហាងតែម្ដងដើម្បីទាមទារឲ្យសមត្ថកិច្ចធ្វើការឆែកទៅដល់បាទជនសង្ស័យដែលគាត់សន្និដ្ឋានថានៅក្នុងហាងនេះគឺមិនទាន់រត់នោះទេប្រជាជនយើងនឹងសង្ឃឹមថាសមត្ថកិច្ចដែលពាក់ព័ន្ធនឹងមានចំណាត់ការនឹងស្វែងរកមានវិធានការបែបណានឹងស្វែងរកជនបង្កយកមកប្រន្ទាទោសតាមផ្លូវច្បាប់បាទដើម្បីឲ្យគ្រួសាររបស់គាត់បានយុត្តិធម៌ផងដែរគាត់ថាចាប់វាបានហេតុអីបានភៀវចូលហ្នឹងគេស្វងទីទួយគេបាយកែវមិនបាយកែវទេកែវជួហ្នឹងហេតុអីបានហែងយកកបិតចាក់គេ3 4កបិតមានសិទ្ធិគេបានចាក់គេចាក់ញៀវយល់អត់តែចាក់ប៉ះខំមនុស្សហើយចាចុះបើគេព្រមដោះស្រាយជាសំណងអត់ទេម៉ែអើគេអត់មានសំណងទេម៉ែអើគេអត់មានសំណងទេលុយគេចាយពេញដៃម៉ែយើងគាត់ចាយហ្មងអត់ត្រូវការសំណងទេឲ្យគ្រួសារគេដាក់វាមិនខ្ញុំអត់ដឹងទេតែគ្រួសារគេមិនចាយទេជឿទេបង3កបិតគ្រួសារគេឥឡូវគេគាត់កំពុងសង្គ្រោះមិនទាន់នៅពេលនេះសុំមិនទាន់គេពុកបកាច់ស្ថានភាពធ្ងន់ធ្ងរគ្រួសារគេអ្នកមិនប៉ុណ្ណានេះបាយមើលឈាមលើកអីហ្នឹងឈាមរហូតដល់ស្អីមានខ្លួនឈាមពេញខ្លួនខ្ញុំ
អយល់ សន្តិសុខក៏មានហូបគ្រឿងស្រវឹងឯង អត់មកដឹងទេបង អត់ដឹងទេមិនបាច់វាមកចាក់ញៀវឯងឥឡូវមកបាត់ហើយ ពេលនេះស្វងអត់មានរត់ទេគេនៅក្នុងហ្នឹងអត់មានរត់ទេ បាត់នៅក្នុងហ្នឹងហ្មងបាត់ អើយ ហោហើយអត់ឃើញទេ ហោហើយក ជាកន្លែងដែលប្រចាំការរបស់បងប្រុសជាសន្តិសុខដែលគាត់បានធ្វើការនៅមុខបាទផាប់មួយកន្លែងនេះបាទគាត់មានការហូបចុកដែរប្រជាជនយើងមិនទាន់ដឹងថាគាត់បាទស្វឹងឬក៏យ៉ាងណានោះទេយើងរងចាំអាការបំភ្លឺពីបាទអ្នកដែលពាក់ព័ន្ធដូចជាម្ចាស់ហាងនិងភាគីម្ខាងជាតំណាងបងសន្តិសុខយើងមិនបាទគ្រប់គ្រងនៃអំពើហិង្សានោះទេបាទបើសិនជាមានពាក្យពេចន៍ឬខុសឆ្គងយ៉ាងណាអីយើងដោះស្រាយតាមនីតិវិធីបាទដោយសារគាត់ក៏ជាភ្ញៀវដែរបាទនៅពេលដែលយើងបាទយកកំហឹងទល់កំហឹងយករបស់បាទមានបាទមុតស្រួចយកទៅចាក់បាទបណ្ដាគេរករបួសនឹងយើងទទួលទោសតាមផ្លូវច្បាប់ហើយប្រជាជនព្រោះអីយើងបានសាងប្រព្រឹត្តនៅទោសព្រមត្តនហើយមានតែប្រគល់ជូនទៅដល់កម្លាំងជំនាញសមត្ថកិច្ចដើម្បីឲ្យគាត់ធ្វើការស្រាវជ្រាវក្នុងរឿងមួយនេះបាទចំពោះយើងអ្នកសារព័ត៌មានបានត្រឹមតែធ្វើការផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍តែប៉ុណ្ណោះអរគុណណាស់ប្រជាជនដែលខំចំណាយពេលដ៏មានតម្លៃតាមដានអង្គភាពសារព័ត៌មានខ្ញុំបាទជុំសុកណារួមនៅក្រុមការងារសូមអរគុណសូមគោរពលា